សួស្តីបងប្អូនទាំងអស់គ្នាបន្ទាប់ពីបានទស្សនាឈុតឥណ្ឌាមកប្រើហើយមានអារម្មណ៍មិនដែរបាទអញ្ចឹងថ្ងៃនេះខ្ញុំបានយក e-choke model ថ្មីគឺ JKX5 ដើម្បីបង្ហាញដល់បងប្អូនថាវាមានលក្ខណៈពិសេសអីខ្លះសម្រាប់ e-choke model នេះគឺយើងមានកញ្ចក់មុខយើងមានដំបូលហើយកញ្ចក់មុខយើងក៏មានជាមួយនឹងផ្លិតទឹកដែរការពារបងប្អូនជិះពេលភ្លៀងបាទអាចបក់ផ្លិតទឹកបានដើម្បីឲ្យមើលផ្លូវឃើញច្បាស់ហើយនេះមិនមែនជ័រណាបាទមិនមែនជ័រទេគឺជាប្រភេទកញ្ចក់មែនតើកញ្ចក់នេះគឺដូចកញ្ចក់ឡានអញ្ចឹងដោយមានព័ទ្ធជំវិញពណ៌ខ្មៅហើយនឹងមានអុចពណ៌ខ្មៅដើម្បីការពារពន្លឺថ្ងៃពេលដែលជះចូលមកក្នុងខ្លាំងបាទជះចូលប៉ះកញ្ចក់នឹងក្តៅខ្លាំងទៅវាមានចំណាំងផ្លាតទៅវិញបាទហើយសម្រាប់ផ្នែកខាងមុខនេះយើងទទួលបាននៅគុជ2បាទភ្លឺស្អាតមែនតើពេលយប់ក៏ភ្លឺច្បាស់ដែរភ្លើងគុជនេះគឺមិនមែនភ្លឺទៅបាយសាយណាបងប្អូនគឺគេមានបន្ទាត់របស់គេបាទអញ្ចឹងចាំខ្ញុំដាក់ B-roll ឲ្យមើលហើយមានភ្លើងបំភ្លឺពេលថ្ងៃអមជុំវិញតែម្ដងហើយដោយបងប្អូនអញ្ចឹងឃើញអញ្ចឹងបាទគឺជាសញ្ញោបាទអញ្ចឹងបន្លោះនេះគឺសញ្ញោហើយភ្លើង LED នេះគឺមួយឆ្នូតតែម្ដងបាទហើយយើងទទួលបាន logo ខាងមុខគឺ e-choke ដែល design មកដាក់ពណ៌មាសតែម្ដងមើលទៅគឺមានគុណតម្លៃតែម្ដងហើយចំពោះរង្វង់កង់នេះគឺ 3.8 ហើយយើងមាននៅបូមមុខពីរដើមដោយបូមនោះគឺមានលក្ខណៈពិសេសត្រង់ថាបូមនេះគឺប្រើប្រេងតែម្ដងអញ្ចឹងពេលដែលយើងជិះផ្លូវអាលាក់ជិះអុកឬជិះគ្នាពីរនាក់អីគឺវាធ្វើការបានល្អហើយមានលំនឹងបានល្អទៀតកង់នេះគឺយើងអាចដឹកបានឬក៏ទ្រទម្ងន់បានរហូតដល់300គីឡូតោះឥឡូវមកទស្សនាផ្នែកខាងក្រោយម្ដងចង់ដឹងថាផ្នែកខាងក្រោយមានអីពិសេសខ្លះផ្នែកខាងក្រោយគឺថាភ្លើងនេះគឺប្រើជាប្រភេទ LED គឺមើលឃើញច្បាស់មែនតើហើយខ្ញុំចង់ប្រាប់បងប្អូនថាលក្ខណៈពិសេសពេលដែលបើកដឺមីទៅភ្លើងនេះគឺអត់ភ្លឺទេបើកដឺមីទៅភ្លឺតែអក្សរ A នេះទេអញ្ចឹងមើលពីក្រោយមកគឺឃើញស្អាតមែនតើប៉ុន្តែពេលដែលយើងបើកកូដឬបើកហ្វាគឺវានឹងភ្លឺពណ៌អសនេះបន្ថែមហើយនឹងភ្លឺពណ៌ក្រហមនេះបន្ថែមហើយផ្នែកនេះគឺផ្នែកសញ្ញោដែលមាននៅលើគម្របកង់តែម្ដងបាទរបាំងផុកកង់ហើយខាងក្រោយនេះគឺក៏យើងមានភ្លើងដែរពេលដែលយើងចាប់ហ្វ្រាំងនេះដោយសារតែខ្ញុំចាប់ហ្វ្រាំងណាបាទហើយនេះជាប្រភេទចំណាំងផ្លាតអញ្ចឹងមានន័យថាបើសិនជាយើងភ្លេចជិះពេលល្ងាចអីភ្លេចបើកភ្លើងក៏យើងមានចំណាំងផ្លាតដែរហើយសម្រាប់ដបូលនេះបងប្អូនមិនបាច់ភ័យទេគឺមាំមែនតើដែកបាទដែកនេះគោះទៅលឺសូកឃើញទេបាទក្រាស់តែម្ដងបាទអញ្ចឹងដែកដបូលនេះគឺចាប់ពីសាកស៊ីខាងក្រោយពាត់មកដល់ខាងលើតែម្ដងអញ្ចឹងទីទៀតបងប្អូននឹងឃើញផ្លាំង B-roll ក្លោហើយថាដៃហ្នឹងវាមាំប៉ុណ្ណាធំមែនតើមកចិត្តប៉ិនកដៃខ្ញុំហើយអ្វីដែលខ្ញុំចង់ជម្រាបបន្ថែមនោះហេតុអីបានកង់នេះដឹកបានរហូតដល់300គីឡូដោយសារអីខាងក្រោយនេះគឺប្រើប៉ុងបងប្អូនបាទប្រើប៉ុងតែម្ដងអញ្ចឹងដោយបងប្អូនឃើញនៅក្នុងរូបនេះអញ្ចឹងប៉ុងនេះគឺមានភាពធន់ហើយមាំបន្ទាប់ភ្ជាប់ជាមួយនឹងប៉ុងតែម្ដងដោយបងប្អូននៅស្រាប់ហើយឡានធំប្រភេទធំក៏គេប្រើប៉ុងអញ្ចឹងដែរខាងក្នុងនេះគឺជាក្លុបអាគុយសម្រាប់អាគុយវិញគឺវាមានទំហំ60វ៉ាត់ហើយយើងចំណាយលុយតែ1000រៀលទេគឺយើងសាកពេញហើយយើងជិះបានរហូតដល់ចន្លោះពី50ទៅ70គីឡូយើងក៏មានម៉ូទ័រទំហំ600វ៉ាត់ដែរហើយខាងក្រោយនេះគឺយើងមានក្លុបមួយធំសម្រាប់ដាក់អីវ៉ាន់យើងដាក់បានច្រើនធុងខាងក្រោយនេះវាទំហំចូល15លីត្រឯណោះបាទធំមែនតើបាទយើងអាចជិះបាន3នាក់ខាងមុខម្នាក់ខាងក្រោយម្នាក់យើងអាចដាក់កូនទូចមួយបានពីមុខមួយផងដែរ model នេះគឺយើងចង់ជិះតែម្នាក់ក៏បានដែរបាទឥឡូវខ្ញុំប្រាប់ពីវិធីសាស្ត្រក្នុងការដែលជិះតែម្នាក់ជំហានទី1កៅអីខាងមុខនេះយើងទាញវាមកបាទហើយខាងក្រោមកៅអីនេះក៏យើងមានក្លុបដែរបាទធំមែនតើទំហំប្រហែលជា15ទៅ20លីត្រទេនេះដាក់មួកសុវត្ថិភាពខ្ញុំចូលបានផុយបាទអញ្ចឹងយើងបវល់វាមកពីឆ្វេងក៏បានពីស្ដាំក៏បានដែរបាទធ្វើដូចខ្ញុំមកហើយយើងចង្កត់វាទៅក្រោមបាទឲ្យដល់កលាក់វាណាបាទហើយខាងក្រោមនេះនៅខាងឆ្វេងកន្លែងកៅអីយើងអង្គុយហ្នឹងគឺយើងមានកលឹះមួយបងប្អូនអាចមើលបាទឃើញទេបាទតែឥឡូវខ្ញុំទាញកលឹះហ្នឹងឲ្យមើលហើយខ្ញុំទាញកៅអីមកហ្មងសុំទោសសង្កត់ទៅក្រោមបាទឃើញទេឃើញវាអង្គើបន្តិចអញ្ចឹងយើងរុញវាឡើងតិចមកបាទអញ្ចឹងវាចូលកលឹះវាហើយបាទលក្ខណៈថាបើសិនជាយើងមានក្មេងទូចណាបាទមានកូនង៉ែតអីអាយុត្រឹមពី3ខួបអីយើងដឹកគាត់ដើរលេងនេះទាញមកបាទអូខេប៉ុងអានេះបងប្អូនបាទសម្រាប់ប៊ូតុងដែលបញ្ជានៅលើដៃចង្កូតអញ្ចឹងសម្រាប់កង់នេះគឺយើងមាន3លេខគឺយើងមានលេខ1ពេលដែលយើងដាក់លេខ1យើងឃើញព័ត៌មាននៅក្នុងអេក្រង់នេះដាក់ថា Eco ហើយពេលយើងចុចលេខ2ដាក់ថា Sport លឿនជាង Eco ហើយយើងដាក់លេខ3 Power បើយើងដាក់ Eco យើងជិះលេខ Eco យើងជិះបានរហូតដល់70គីឡូហើយបើយើងជិះលេខ2 Sport យើងជិះបាន60គីឡូហើយបើសិនជាយើងដាក់លេខ3 Power មានន័យថាប្រើកម្លាំងខ្លាំងល្បឿនលឿនរត់បាន40គីឡូម៉ែត្រឬក៏45គីឡូម៉ែត្រក្នុង1ម៉ោងគឺយើងជិះបានតែ50គីឡូទេបាទដោយសារតែវាចំណាយកម្លាំងទៅតាមនឹងដែរហើយសម្រាប់ប៊ូតុងក្រហមនេះគឺជាប៊ូតុងផ្លិតទឹកតោះខ្ញុំចុចឲ្យមើលបាទឃើញទេអញ្ចឹងពេលភ្លៀងនេះយើងបើកផ្លិតទឹកបានបាទផ្លិតទឹកមួយដូចសដេះអញ្ចឹង Oh my god wow សម្រាប់ដូចនេះគឺជាប្រភេទដូចAC បាទសម្រាប់សាកទូរស័ព្ទបាទ
ហើយខ្ញុំធ្វើតែហើយសាកចូលបាទហើយសម្រាប់កុងទ័រនេះគឺអានេះកុងទ័រល្បឿនកុងទ័រដែលបង្ហាញពីការបើកភ្លើងនេះបាទឃើញទេហើយនេះគឺខ្ញុំជាប់លេខអាយ៉ែហើយអក្សរ brake នេះគឺយើងជាប់ហ្វ្រាំងដៃនេះបងប្អូនឃើញអក្សរ P អញ្ចឹងកង់នេះយើងមានហ្វ្រាំងដៃអញ្ចឹងពេលដែលយើងដោះហ្វ្រាំងដៃមកបាទឃើញលឺលោតទេបាទអញ្ចឹងយើងប្រឡែងមកចេញពាក្យថា ready ឆេះហើយបាទហើយសម្រាប់ក្របសោនេះវិញគឺយើងមាន3ដូចគ្នាបាទក្របសោនេះគឺយើងមានអានេះយើងចុចទៅពេលដែលការពារបងប្អូនផ្សេងដែលគាត់យកកង់យើងទៅដូរលុយបាទអញ្ចឹងពេលដែលយើងចុចប៊ូតុងហ្នឹងមកពេលដែលយើងអង្គើទៅគឺធ្វើឲ្យកង់នឹងលឺសលេងឥឡូវកង់នេះកំពុងតែឆេះអញ្ចឹងពេលដែលខ្ញុំបន្លត់បាទខ្ញុំចុច2ដងមកបាទវាលត់អញ្ចឹងពេលដែលខ្ញុំចង់បញ្ឆេះវិញខ្ញុំប្រើប៊ូតុងសញ្ញារូបរន្ទះនេះមកចុច2ដងមកបាទឃើញឆេះហេបាទប៉ុន្តែមួយវិធីសាស្ត្រទៀតបើយើងអត់ចង់ចុចក៏បានដែរនេះបាទក្របសោនេះមានដល់12តេឡេក៏មានដល់2ដែរចាក់ចូលមកបាទកាច់មួយឆេះនេះប៊ូតុងលេខអាយ៉ែហើយនឹងលេខទៅមុខបាទអញ្ចឹងគេដាក់ដូចឡានអញ្ចឹងមានអក្សរ D និងអក្សរ R អញ្ចឹងពេលដែលបងប្អូនចុចអក្សរ D មកបាទអំឡុងពេលដែលចុចអក្សរ D គឺអត់មានឃើញអក្សរ R នៅក្នុងនេះទេអញ្ចឹងមានកង់នោះទៅមុខបាទឃើញទេបាទអញ្ចឹងខ្ញុំចង់ថយក្រោយខ្ញុំចុចអក្សរ R មកបាទឃើញលោតអក្សរ R នៅនេះហ៎បាទនៅលើអេក្រង់នេះតែម្ដងបាទអញ្ចឹងខ្ញុំថយក្រោយវិញបាទហើយឥឡូវវាដូចជាអត់សូវមានសុវត្ថិភាពទេព្រោះវាចោតអញ្ចឹងយើងដាក់អក្សរ P មកចាប់ឲ្យជាប់រុញកលឹះនេះមួយគឺជាប់អក្សរ P តែម្ដងបងប្អូនឃើញបាត់ពាក្យ ready អញ្ចឹងវាថាវាអត់ទៅណាទាំងអស់ពេលទៅវាឆេះហើយសម្រាប់កង់នេះគឺយើងការពារទឹកបានមួយអែមតែម្ដងកង់នេះគឺសម្បូរកន្លែងដាក់អីវ៉ាន់មែនតើកប៉ាល់នេះធំមែនតើបងប្អូនបាទអាចដាក់ដបទឹកសុទ្ធមួយដប1000នេះបាន3 4ដបទាំងសងខាងហើយដប1000ដបមួយដប2000ក៏ដាក់បានដែរបាទចឹងគឺធំទលាយមែនតើសម្បូរកន្លែងដាក់អីវ៉ាន់មែនតើបាទបាត់អានេះមួយនេះបាទមានថង់ទឹកអំពៅថង់កាហ្វេបងប្អូនចូលចិត្តផឹកកាហ្វេផឹកអីបាទចុចមួយមកដាក់ភ្លឹបជាប់បាទបងប្អូនអញ្ចឹងកស៊ូចំហៀងនេះគឺជាកស៊ូដែលដូចទ្វារអញ្ចឹងបាទអញ្ចឹងដាក់ដើម្បីការពារខ្យល់ការពារភ្លៀងតែឥឡូវខ្ញុំតម្លាក់ឲ្យមើលបាទអញ្ចឹងឃើញទេបងប្អូនមិនមែនកស៊ូនេះសុទ្ធទេណាគឺយើងមានថ្លាដូចទ្វារឡានអញ្ចឹងហើយខាងក្នុងនេះដូចបងប្អូនឃើញអញ្ចឹងបាទដំបូលដែកបាទដែកនេះគឺពុតកោងតែម្ដងអត់មានផ្សារអត់មានកាត់តអីទេបាទតួខាងមុខរហូតដល់តួខាងក្រោយគឺពុតកោងមកតែម្ដងអត់មានឆាបជាកលៈឲ្យផ្សារពុតទេបាទដែកនេះគឺពុតនឹងម៉ាស៊ីនតែម្ដងសម្រាប់កង់នេះផងដែរគឺត្រូវម៉ាច់ជាមួយអ៊ំលោកតាលោកយាយឬក៏លោកពូអ្នកមីងអីដុតកូនទៅសាលារៀនអីល្មមតែម្ដងបាទអញ្ចឹងខាងក្រោយនេះបើក្មេងៗអាចអង្គុយបាន2នាក់អីហើយនេះសំខាន់យើងមានដៃកាន់ទៀតបាទយើងដាក់ដៃលើនេះមកហើយនេះបងប្អូនប៉ងមិនមែនដៃទេមិនមែនកស៊ូធម្មតាសត្វតប៉ងបាទហើយចាប់ខ្ចៅដូចបងប្អូនឃើញអញ្ចឹងខ្ចៅធំមមមែនតើអញ្ចឹងបងប្អូនអាចឃើញបានបាទទាំងដៃទាំងប្រភេទដៃកង់ទាំងប្រភេទដែកទាំងប្រភេទជ័របាទពីម៉ូដែលទី1រហូតដល់ម៉ូដែលទី3គឺសុទ្ធតែជាជ័រមដែកមបាទដូចខ្ញុំ review តាំងពីម៉ូដែលទី1មកបាទអញ្ចឹងខ្ញុំចាប់អារម្មណ៍ម៉ូដែលអ៊ីជុកនេះមែនតើដោយសារតែគាត់ធ្វើមកគឺយកចិត្តទុកដាក់តែម្ដងគឺគុណភាពហើយនិងសុវត្ថិភាពអញ្ចឹងបងប្អូនអាចទុកចិត្តបានបាទអូខេបងប្អូនយើងអញ្ចឹងវឺតទៅតមានប្រម៉ូសិនពិសេសឥឡូវនេះគឺយើងមានការធានារហូតដល់6ខែទៅលើអាគុយទៅលើម៉ូតូហើយនិងប័ណ្ណបញ្ជាហើយម៉ូដែលនេះគឺយើងមានរហូតដល់5ពណ៌បាទដោយបងប្អូនឃើញនៅក្នុងរូបនេះអញ្ចឹងបាទ1 2 3 4 5បាទហើយសម្រាប់ការប្រម៉ូសិនក៏យើងមានដែរគឺយើងមានមួកសុវត្ថិភាពមួយអាវយឺតមួយហើយនិងស្នប់សពកង់ហើយដុំសាគឺយើងឲ្យតែម្ដងបាទហើយបើពុកម៉ែបងប្អូនយើងចាប់អារម្មណ៍អាចទំនាក់ទំនងលេខទូរស័ព្ទនៅខាងក្រោមឆ្លាញ់ពណ៌ណាខលទៅលេខហ្នឹងទៅគឺយើងអាចរើសបានតាមចិត្តបាទអរគុណច្រើនពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ